ថាកថាសលេខសោតក៏ដូចជាតេខិណាវិភង្គសោតសលេខសោតនឹង3ដកលេខ20ទៀតតេខិណាវិភង្គសោត3ដកលេខ28សម្ដែងពីការឲ្យទានណាអានឹងគឺថាព្រះពុទ្ធអង្គសម្ដែងហើយព្រះអត្ថកថាលោកបញ្យលព្រោះព្រះអង្គសម្ដែងថាឲ្យទានដល់សត្វទេឆានបាន100អត្តភាពអាយុ100វណ្ណៈ100អញ្ចឹងទៅហើយដល់មនុស្សក្រៅពុទ្ធសាសនាហើយអត់សិលទៀតបាន1000ហើយមនុស្សដែលមានសិលបាន100,000អត់មាន10000ទេពី1000មក100,000ហ្មងទៅពីអត់សិលមកមានសិលហើយដល់ទៅអ្នកបួសក្រៅពុទ្ធសាសនានឹងឯងបានសម្រេចសមាបត្តិ8លោកយៈអភិញ្ញា5លោកយៈអភិញ្ញានឹងមានរិទ្ធរហូតដល់ថាស្ទាបព្រះអាទិត្យព្រះច័ន្ទអីក៏បានដែររិទ្ធដល់ប៉ុណ្ណឹងដឹងចិត្តអ្នកដទៃក៏បានមានទេពបសោតមានទេពចក្ខុក៏បានរលឹកជាតិបានរិទ្ធនឹងអ្នកបួសក្រៅពុទ្ធសាសនាអាចមានរិទ្ធចឹងបានហើយអ្នកដែលធ្វើទានជាមួយនឹងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8លោកីអភិញ្ញានឹងបាន100,000កោដនេះវាមានការចម្រើនអញ្ចឹងប៉ុន្តែឲ្យទានដល់អ្នកដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលរាប់មិនបានប្រមាណមិនអស់ហើយណែអត្ថថាលោកចាប់បញ្យល់ហើយហ្នឹងដែលថាអ្នកដែលប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលចាប់តាំងពីអ្នកដល់បត្រៃសរណគមទៅហ្នឹងឯងហើយដល់បត្រៃសរណគមតាំងពីមិនតាន់មានសិលទៅខ្លាំងណាស់ការដែលបានដល់ពុទ្ធពធប្រសង្ឃពុទ្ធហង្សរណង្គកិច្ឆាមិធម្មង្សរណង្គកិច្ឆាមិសង្ឃហង្សរណង្គកិច្ឆាមិនេះយើងកុំខ្ជិលសូត្រប៉ុន្តែមិនសំខាន់អីត្រឹមតែសូត្រនឹងទេវាសំខាន់គឺសទ្ធានិងបញ្ញាដែលបានដល់ពិតកាន់តែចម្រើនឡើងកាន់តែបានជ្រាបពីគុណនឹងឡើងហ្នឹងឯងចឹងគឺថារាប់មិនបានប្រមាណមិនអស់ហើយដល់តែមានសិល5ថែមទៀតរឹតតែច្រើនទៅទៀតមានសិល8ទៀតសិល10ទៀតហើយបួសជាសាមណេរទៀតរឹតតែថែមទៅទៀតដល់បត្រៃណគុំហើយបួសជាភិក្ខុទៀតរឹតតែច្រើនជាងសាមណេរទៅទៀតអ្នកដែលធ្វើទានជាមួយហ្នឹងណារាប់មិនបានប្រមាណមិនអស់ហើយវាគុណច្រើនក្នុងនឹងទៅទៀតរហូតដល់ទៅថាតាំងនៅក្នុងសោតាបត្តមៈនឹងឯងនេះឈ្មោះថាជាអ្នកប្រតិបត្តិដើម្បីជាច្បាស់នៅសោតាបត្តផលអ្នកដែលឲ្យទានជាមួយហ្នឹងដោយពុទ្ធបរិស័ទយើងនេះឲ្យទានដល់គ្នាទៅវិញទៅមកជាងកាលយើងអត់បានចាប់ផ្លឹកយើងអត់បានដឹងថាអ្នកដែលដល់បរតនត្រ័យនឹងមានគុណសម្បត្តិធំណាស់នឹងឯងគុណសម្បត្តិជាងអ្នកបួសក្រៅពុទ្ធសាសនាបានសមាបត្តិ8រូបឈាន4អរូបឈាន4ណាហើយលោកយៈអភិញ្ញាទៀតហ្នឹងឯងគុណសម្បត្តិហ្នឹងមិនស្មើនឹងអ្នកដល់បត្រៃសរណគមទេហើយមិនមែនចេះតែមកបានឯងទេណាដូចជាស្ដេចចក្រអញ្ចឹងមិនមែនអត់បុណ្យហើយមកធ្វើស្ដេចចក្របាននេះណាហើយទៅជាទេវតាទៅទេវលោកអីហ្នឹងតាក់ទួងនឹងបុណ្យណាយ៉ាងណាមិញការដែលបានមកដល់បត្រៃសរណគមនេះតលតែមានឧបនិស្ស័យបុណ្យបារមីបំពេញមកណាមិនមែនចេះតែមកជ្រះថ្លាបានទេតែយើងមើលមនុស្សក្នុងពិភពលោកគឺណាទាំងដែលពុទ្ធពធប្រសង្ឃនៅមានតាមរយៈបត្រៃ3ដកតាមរយៈដែលប្រសង់លោកបួសត្រួតត្រងថែរក្សាមកនេះហើយមនុស្សក្នុងពិភពលោកច្រើនណាស់ដែលអត់បានដឹងពុទ្ធពធប្រសង្ឃគ្រាន់តែស្គាល់តែឈ្មោះប៉ុន្តែអត់ជ្រះថ្លាអាចនឹងបន្ទុះអាចនឹងតោះអីចឹងទៅទៀតនឹងឯងអាចនឹងបៀតបៀនដល់អ្នកដែលរាប់អានពុទ្ធសាសនាដោយសារថាសាសនាមិនដូចគ្នាអីចឹងទៅនឹងឯងមកពីអត់បានស្គាល់ពុទ្ធតាមរយៈនៃបត្រៃ3ដកហើយបានអីស្គាល់បើកើតមកវានៅក្នុងទីកន្លែងដែលមានលទ្ធិសាសនាដទៃទៅហើយមានបានដឹងនៅអរិយសច្ចធម៌អីណាហ្នឹងឯងក្នុងសង្យុត្តនិកាយទេវតាក៏បានពោលថាយេសង្ឃធម្មាអបដិវិតិតា
បរៈវាតេសោនិយរេអ្នកដែលមិនបានដឹងមិនបានចាក់ធ្លុះនៅសច្ចធម៌ដោយញាណរមែងត្រូវបាននាំទៅដោយវាទៈដតីក្រៅអំពីពុទ្ធសាសនានេះឯងចឹងធណា